Ok, chấm điệp xu khu chấm điệp xu ở cái này thế đi nhóm trong một bộ slide là vẽ data analysis data science chân chập đám chố chân từ bồn lại chứ mình dân mình cồn nón chân cồn nón giống cứวิเพียเลยก็ตาติโปสังคมว่าทางกุศลได้จากติโปเลยพอศึกษาจงกร้อยระบบศึกษาหนุสแต่ปัจจัยนี้คือยมจองปริดิกยัสตุตีมือรัตพอตามระยะกตาเซ็งอยู่ที่สังคมอยู่กุศลเซ็งช่างไงยังโจชนะจีปียังเยี่ยมปีbusiness problem ជា data កតាខាងក្រៅដូចជាការសេពគ្រឿងសង្វឹងទំនាក់ទំនងស្នេហាទីកន្លែងរស់នៅឬការប្រើប្រាស់អ៊ីនធឺណិតវាមានអត្ថប្រយោជន៍ពិតប្រាកដដល់កម្រិតណាទៅលើការសិក្សាតោះអញ្ចឹងយើងចូលដល់លំហូរនៃការងារជាលំហូរនៃការងារចូលទៅដល់ទី3យើងនិយាយអំពី import library import library វាមានច្រើន library ដែលប្រើនៅក្នុងនេះមាន pandas numpy matplotlib seaborn skipy ហើយនឹងទៅ install state model ហើយនឹង scikit learn បន្ថែមបាទហើយនឹងមានដូចខាងក្រោមបន្តនេះជាអ្វីដែលយើងបាន install វាចូលនៅក្នុងproject ដែលយើងត្រូវធ្វើនេះបាទអញ្ចឹងទី4យើងត្រូវ load data ត្រូវ load data ដើម្បីពិនិត្យមើលថាតើទិន្នន័យយើងមានអីខ្លះបាទអញ្ចឹងខ្ញុំមានទិន្នន័យមួយដែលមានឈ្មោះ student mark ដែលជា file CSV អញ្ចឹងខ្ញុំ load data មកខ្ញុំប្រើ df read data ហ្នឹងបាទហើយខ្ញុំបង្ហាញ deformation របស់ data ហើយនឹង save តែខ្ញុំបង្ហាញ save តែ3ទេបាទចែកទៅក្នុងនេះអញ្ចឹងវាបង្ហាញ deformation មកហើយបាទយើងមើលមាន nominal អីចឹងផ្សេងៗនឹង type of data របស់យើងនៃជាមួយៗដូរទៅអូខេនេះជាទិន្នន័យចេញជា deformation បាទអញ្ចឹងយើងមានហើយអស់ហើយនេះអញ្ចឹងយើងមើលទៅយើងមានរ៉ូរបស់យើង395រ៉ូហើយនឹងក្លឹមរបស់យើងមាន33ក្លឹមទៅលើ data ដែលយើងយកមក read យកមកវិភាគហ្នឹង yes ហើយនេះជាប្រភេទ data របស់យើងនៃរ៉ូនៃក្លឹមមួយបាទចឹងយើងមើលបន្តទៀតសូមបាទនេះយើងបង្ហាញហើយយើងមើលទៅនេះក៏បានដែរនេះដែលខ្ញុំដាក់មិញហ្នឹងដែលបង្ហាញឲ្យ show តែ3រ៉ូមិញហ្នឹងបាទហើយយើងមាន33ក្លឹមចឹងយើងមើលមានប៉ុណ្ណឹងបាទចឹងចូលដល់ចំណុចបន្ទាប់ទៀតគឺការរៀបចំនិងការសម្អាតទិន្នន័យបាទមានន័យថាយើងចូលទៅដល់ data preparation and cleaning បាទចឹងសំណុំឯកសាររបស់យើងដឹងហើយគឺទិន្នន័យរបស់យើងគឺមាន395រ៉ូហើយនឹង33ក្លឹមចឹងខ្ញុំឆែកmissing បាទ missing value ចឹងយើងឆែក missing value ដោយប្រើ isnal ចឹងមកយើង print មកនេះជាលទ្ធផល missing value គឺអត់មាន missing ទេចំពោះ data ខ្ញុំដែលយើងយកមកវិភាគនេះបាទជាមានប៉ុណ្ណឹងបន្ទាប់មកខ្ញុំឆែក missing ហើយខ្ញុំឆែក duplicate បាទទៅលោកមានឯកទិន្នន័យណាខ្លះជាន់គ្នាអញ្ចឹងទៅធ្វើ duplicate វាអញ្ចឹងឆែកមកមានទេយើងចូលដល់ជំហានបន្ទាប់គឺ2000ស្ថិតិ
ពណ៌នេះពីស្ថិតិនឹងការបង្ហាញទិន្នន័យផ្សេងៗតាមក្រាបអញ្ចឹងទៅជាមុនបង្ហាញយើង describe វាចេញណាបង្ហាញទិន្នន័យរួមនេះមានA វាមាន edu នេះគឺមានន័យថាmother education father education អញ្ចឹងបងត្រូវតាម study time ផ្សេងរហូតមកដល់ G1 G2 G3 ដែល G1 ជាលទ្ធផលបន្ទុកឆមាសទី1 G2 លទ្ធផលបន្ទុកឆមាសទី2បាទអានេះគឺ final G3 បាទហើយអានេះជា count ជា min ជា standard deviation ជា min បរិមាណហ្នឹងហើយអានេះជាភាគរយដែលគេគិតនៅលើទិន្នន័យទាំងអស់នេះហើយនឹងនេះជា maximum បាទយើងអាចមើលវាបានបន្ទាប់មកគឺយើងចាប់ដើមរៀបចំដើម្បីបង្កើតក្រាបបាទដើម្បីយើងបង្ហាញក្រាបនេះយើងរៀបចំប្លង់វាបាទដើម្បីយើងទាញទិន្នន័យណាដែលយើងយកមកធ្វើការបាទអញ្ចឹងយើងមានអីគេខ្លះអានេះខ្ញុំសម្រាយខ្ញុំទាញទិន្នន័យពីខាងលើនេះដូចគ្នាទេបាទតែខ្ញុំទាញតែ G3 មានន័យថា final score នេះបន្ទុកសរុបចុងក្រោយ final ដែលនៅជួរ G3 ហ្នឹងបាទជាងទាញមកវាមានមធ្យមមានអីយើងមើលអាចមើលទៅលើត្រង់នេះក៏បានដែរនេះកន្លែង G3 មកខាងក្រោមអត់ទេយើងអាចមើលទៅនេះបានណាបាទអញ្ចឹងយើងមានអស់ហើយអញ្ចឹងបន្ទុកខ្ពស់បំផុតគឺ20បន្ទុកបាទទាបបំផុត0បន្ទុកហើយនេះគឺជា standard deviation គឺ 4.58 ខាងមើលខាងនេះក៏បានដែរបាទមេយ៉ានគឺ11ចឹងទៅបាទ min គឺមធ្យមភាពគឺ 10.42 បាទចឹងមានប៉ុណ្ណឹងចឹងយើងបង្ហាញ histogram បាទនៃ study time បាទក្រាបខាងនេះចឹងយើង plot ក្រាបឲ្យយើងចូលមកនេះដែលយើងបាទ plot មកយើងចេញមកបានបែបនេះ Institute of Student Study Time របស់យើងបាទដែលយើងមាន count of student ណាតាមទិន្នន័យភាសានេះ study time ពេលវេលាពី1ម៉ោងទៅជា2ម៉ោងគឺនៅប្លុកណាអញ្ចឹងទៅបាទដល់បើគាត់រៀន4ទៅ10ម៉ោងនេះបាទនៅប្លុកមួយយ៉ាងមកបាទអានេះជាពេលវេលាគាត់រៀននៅខាងក្រៅនេះក្រោយពីយើងបាន histogram ដែលបង្ហាញបានមួយហើយយើងចូលមួយទៀតគឺយើងប្រើ box plot បាទដើម្បីយើងឲ្យគេ compare រវាង G3 ហ្នឹងជំទោសគឺ compare G3 ហ្នឹងបន្ទុកហ្នឹងប៉ុន្តែដោយ compare រវាងសិស្សនៅជនបទនិងសិស្សនៅទីក្រុងបាទ U ហើយនិង Air ហ្នឹងបាទជាយើងដាក់មើលមកនេះយើង plot វាមកយើងចេញមកហើយនេះជាសិស្សទីក្រុងនេះសិស្សជនបទបាទជាយើងឃើញថា final grade G3 របស់អានេះ final grade អានេះគឺជា address សិស្សទីក្រុងនិងសិស្សជនបទបាទនេះជាយើងមើលឃើញថាវិញ្ញាណវាខុសគ្នាតិចតួចដែរនេះវិញ្ញាណគឺឆ្នោតខ្មៅនៅកណ្ដាលនេះបាទចឹងមានប៉ុណ្ណឹងចឹងយើងតាមរយៈក្រាបនេះយើងអាចសន្និដ្ឋានបានមេយ៉ានគឺបែងចែកបន្ទុករបស់សិស្សនៅទីក្រុងវាមានកម្រិតខ្ពស់ជាងមេយ៉ានដែលបែងចែកបន្ទុកសិស្សនៅជនបទបន្តិចដែលយើងមើលតាមមេយ៉ាននេះបាទ
យើងមើលតាមតន័យបុកឡតរបស់យើងហ្នឹងបាទចឹងខ្ញុំអត់សន្និដ្ឋាននៅច្រើនទេយើងទៅតទៀតយើងនៅច្រើនទៀតណាចឹងយើងចូលដល់បុទ្ទិវេវាanalysis ការវិភាគទំនាក់ទំនងអត្ថេច្រើនអញ្ចឹងយើងចូលទៅដល់ប្រើ correlation បាទ correlation នេះអញ្ចឹង correlation នេះយើងជ្រើសរើសមានcolumn A column amido avido ត្រូវ time study time failure formal free time go out អញ្ចឹងទៅ daily alcohol weekly alcohol បាទហើយនឹង health ហើយនឹង absence ហើយនឹង G1 G2 G3 អញ្ចឹងយើងមានcolumn ទាំងអស់ហ្នឹងដើម្បីយើងធ្វើ correlation របស់យើងតោះចា៎យើងធ្វើ correlation ដោយយើងតាមរយៈ HartMath បាទអញ្ចឹងយើង plot វាចេញមកគឺបានប្រព័ន្ធនេះជា correlation នៃទិន្នន័យទាំងអស់ហ្នឹងបាទអញ្ចឹង correlation នេះបើយើងសង្កេតមើលតាមរយៈលទ្ធផលនៃ correlation នេះគឺមានន័យថា G1 G2 នេះគឺវាចាក់ឥទ្ធិពលខ្លាំងទៅលើG3 final score ហ្នឹងបាទយើងមើលហ្នឹងវានេះប្លុកនេះវាគៀកនឹងជាមួយនឹងជួរលេខ1នេះ correlation ហ្នឹងយើងគិតទៅវាគឺគិតពីដក1ទៅ1បាទនេះចឹងយើងឃើញថាវិគៀកមួយហ្នឹងគឺតម្លៃវាធំបាទអញ្ចឹងនេះគឺជា correlation ដែលយើងអាចមើលចេញពី graph ទាំងអស់នេះបានទិន្នន័យចេញពីនេះបានបាទអញ្ចឹងយើងក៏មានការសន្និដ្ឋានមួយចំនួនដែរបាទចេញពី graph អស់នេះយើងមានស្អីគេនៃកត្តាដែលមានឥទ្ធិពលខ្លាំងបំផុតលើបន្ទុកចុងក្រោយនៃ G3 ហ្នឹងយើងដឹងហើយនេះគឺ 0.90 នេះគឺ G2 បាទហើយ 0.80 នេះគឺ G1 ចឹងទៅចាំតែវា correlation ខ្លាំងជាមួយនឹង G3 បាទនេះបាទគឺ 0.80 បាទហើយនឹងG1 G2 0.90 ដែលវាមានតំណែងវិជ្ជមានខ្ពស់ខ្លាំងបំផុតជាមួយនឹង G3 នេះមានន័យថាលទ្ធផលសិក្សានៅចំទី1និងទី2គឺជាសូចនាករដ៏ចម្បងមួយសំខាន់មួយក្នុងការកំណត់បន្ទុកចុងក្រោយសិស្សដែលធ្វើបានល្អពីដំបូងភាគច្រើននឹងរកបានបន្ទុកល្អរហូតដល់បញ្ចប់បាទឯកតាវិជ្ជមានដែលទាញបន្ទុកឲ្យធ្លាក់ចុះគឺពួក negative impact គឺ failure នេះយើងមើលមកកន្លែង failure នេះគឺ correlation យើងគឺដក 0.36 ជំនាញន័យថាតំណែងអវិជ្ជមានលេចធ្លោជាងគេជាមួយនឹង G3 មានបើសិនម្នាក់ធ្លាប់មានប្រវត្តិប្រឡងធ្លាក់កាលពីមុនកាន់តែច្រើននោះឱកាសដែលពួកគេទទួលបានបន្ទុកទៀបនៅចុងឆ្នាំគឺកាន់តែខ្ពស់ដូចគ្នានេះយើងមើលជួរfail នេះ fail នេះហើយយើងធៀបជាមួយនឹង G3 នេះមកគឺដក 0.36 ហ្នឹងបាទជាមានប៉ុណ្ណឹងហើយនេះជាកត្តាសង្គមតាសេពគ្រឿងសង្វឹងផ្សេងបាទតាគ្រឿងសង្គមនិងគ្រឿងសេពគ្រឿងសង្វឹងវាមាន2ទៀតវាមានdaily ផឹកធម្មតាប្រចាំថ្ងៃនិងផឹកចុងសប្តាហ៍ weekly បាទនេះអញ្ចឹងក៏វាមាន correlation វាប៉ុន្តែតិចតួចទេគេថាឃើញដក 0.5 និង 0.06 បាទតែយើងឃើញថាកោអាវការដើរលេងខាងក្រៅក៏វាមានតំណែងអវិជ្ជមានដែរតែក៏បន្តិចបន្តួចដែរនេះគឺ 0. នេះដក 0.13 ចឹងទៅបាទចាំមានប៉ុណ្ណឹងឯកតាគ្រួសារនិងការអប់រំរបស់មេដាបេដា family background គឺ
អំអ៊ីឌូនេះគឺការអប់រំរបស់ម្ដាយបាទដូចបញ្ជាក់ខាងដើមអញ្ចឹង F អ៊ីឌូនេះគឺការអប់រំរបស់ពុកជាវាមានទំនាក់ទំនងខ្លះដែរតើតើជាមួយនឹងបន្ទុកចុងក្រោយបាទនេះជា correlation 0.22 0.15 ដែលយើងមើលតាម graph ដែលបង្ហាញ correlation ខាងលើវិញហ្នឹងអញ្ចឹងមានន័យថាមិនមានទេថាកម្រិតវប្បធម៌ឬការអប់រំរបស់មេដាបេដាហ្នឹងជាពិសេសម្ដាយហ្នឹងនេះរួមចំណែកជួយជ្រោមជ្រែងលទ្ធផលសិក្សារបស់កូនក្នុងកម្រិតវិជ្ជមានមួយដែរបាទតែអញ្ចឹងយើងចូលបន្តទៀតពីព្រោះនេះខ្ញុំ insight ដល់ទៅ4នោះទេមានបន្តទៀតគឺ statistical inference គឺនុមាន state បាទអញ្ចឹងយើងធ្វើ statistic inference បាទអញ្ចឹងយើងបានគេយើងកណនី CI confidence interval បាទ confidence interval បាទអញ្ចឹងនេះ confidence interval G3 ហ្នឹងសរុបចុងក្រោយបាទអញ្ចឹងយើងធ្វើវាមកគឺយើងដឹងហើយ confidence interval ហ្នឹងវាមាន3គឺវាមាន68%ភាគរយហើយនឹង95%ហើយនឹង97.3%យ៉ាងទៅបាទនេះគឺ95%កដាយកមកធ្វើវាមកបាទចឹងនេះយើងដាក់មកហើយអញ្ចឹងយើងសរុបក្នុងក្រោយតើវាភាពជឿជាក់វាមានប្រមាណដែលថាវាកើតឡើងនឹងការប៉ាន់ប្រមាណចន្លោះជឿជាក់ហ្នឹងយើងឃើញថាមធ្យមភាគគំរូគឺអានេះយើងមានតាំងពីខាងដើមមកដែលយើងធ្វើខាងលើបាទអានេះយើងកណនីចន្លោះភាពជឿជាក់ហ្នឹងគឺយើងយក9.96 10.87 បាទក្រុមចន្លោះហ្នឹងអានេះជាអត្ថន័យយើងមានទំនុកចិត្ត 95% ថាមធ្យមភាពបន្ទុកពិតប្រាកដរបស់សិស្សទាំងអស់គឺស្ថិតនៅចន្លោះពី 6.96 ដល់ 10.87 បាទនេះគឺជាដែលយើងធ្វើ CI បាទដែលពីមុនបើយើងគិតសរុបទាំងអស់គឺមានន័យថាបើយើងគិតមធ្យមភាពបន្ទុកសរុបនៃសិស្សទាំងអស់គឺ 10.42 តែតើពេលយើងធ្វើCI នេះទៅយើងឃើញថាយើងមានសិស្សដែលមានមធ្យមភាពចន្លោះពី 9.96 ទៅ 10.87 យើងបន្តទៀតយើងពិនិត្យមើលថាតើវាចូលជំភាគបន្ទុករវាងសិស្សមានអ៊ីនធឺណិតនិងគ្មានអ៊ីនធឺណិតបាទយើងឆែកទៅលើការប្រើប្រាស់អ៊ីនធឺណិតរបស់គាត់បាទយើងឆែកមកយើងឃើញថាការប្រៀបធៀបបឋមរវាងសិស្សមានអ៊ីនធឺណិតនិងគ្មានអ៊ីនធឺណិតយើងមើលទៅលើអត្ថប្រយោជន៍បន្ទុកគាត់ដែរជាអត្ថប្រយោជន៍អីគេខ្លះណាបាទជាងសិស្សប្រើប្រាស់អ៊ីនធឺណិតបើយើងគិតទៅវាមានចំនួន329នាក់ហើយមធ្យមភាពដែលសិស្សមានអ៊ីនធឺណិតប្រើហ្នឹងគឺ 10.62 បាទហើយសិស្សមិនមានអ៊ីនធឺណិតប្រើចំនួន66នាក់ប្រកបជាមធ្យមភាពបន្ទុករបស់គាត់គឺបានតែ 9.41 ទេអញ្ចឹងមានន័យថាគម្លាតរវាងក្រុមទាំងពីរគឺ 1.21 បន្ទុកគម្លាតរវាងសិស្សដែលមានអ៊ីនធឺណិតប្រើនិងសិស្សដែលគ្មានអ៊ីនធឺណិតប្រើនេះជាបន្ទុកជាគម្លាតនៃមធ្យមភាពរបស់គាត់ណានៃបន្ទុកមធ្យមភាពរបស់គាត់បាទយើងធ្វើ hypothesis testing test សមត្ថកម្មបាទចានេះគឺបែកទៅលើទំនាក់ទំនងស្នេហារបស់គាត់បាទ
យើងបែកមកវាមានអ្នកដែលសិស្សដែលមានស្នេហាកំឡុងពេលសិក្សាហ្នឹងហើយនឹងអ្នកដែលគ្មានស្នេហាក្នុងពេលកំឡុងសិក្សាហ្នឹងទេអញ្ចឹងវាខុសគ្នាយ៉ាងណាលទ្ធផលតោះជាយើងធ្វើមកដោយប្រើt test បាទដោយប្រើ t test អញ្ចឹងយើងប្រើ t test នេះលទ្ធផលចេញចុងក្រោយយើងទាញបានយើងមើល alpha យើងយកទៅលើ alpha មានន័យថា alpha default យើងយក 0.05 បាទអញ្ចឹងបើកាលណាយើងរក p value ចេញពីអា t test នេះបានឃើញតម្លៃតូចជាង alpha តូចជាង 0.05 មានន័យថាយើងសន្និដ្ឋានថានេះrigid denial hypothesis x1 x0 បើយើងតាមបាទអញ្ចឹងភស្តុតាងគឺបើសិនជានេះវាចេញមកវាមានភស្តុតាងស្ថិតិគ្រប់គ្រាន់ដើម្បីសន្និដ្ឋានទំនាក់ទំនងសហពិតជាមានឥទ្ធិពលគ្នាទៅលើបន្ទុករបស់សិស្សមែនហ្នឹងបើសិនជា p value តូចជាង alpha តែប្រសិនបើ p value នឹងធំជាង alpha វិញធំជាង 0.05 វិញអញ្ចឹងវាមិននេះបើតូចជាងឬស្មើប៉ុណ្ណឹងបើធំជាងគឺមានន័យថា fall to rigid denial hypothesis អញ្ចឹងយើងអត់ rigid x1 នឹងចេញទេបាទអញ្ចឹងវានៅគ្រប់ត្រូវអញ្ចឹងមានន័យថាយើងមិនមានភស្តុតាងណាគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាតន័យថ្មីយើងវាជះឥទ្ធិពលឬក៏នេះនឹងជះឥទ្ធិពលទៅលើទៅលើសមត្ថកម្មទី1នោះទេបាទអញ្ចឹងយើងអាចចាំបាច់ដូរវាទេអញ្ចឹងនេះជាតន័យចម្លើយចេញមកគឺមជ្ឈមភាគសិស្សមានស្នេហាគឺកំពុងតែសិក្សាហ្នឹងគឺ 9.58 ហើយមជ្ឈមភាគបន្ទុកសិស្សដែលគ្មានស្នេហានៅក្នុងការសិក្សាហ្នឹងទេគឺ 10.84 ជួយយើងមើលមជ្ឈមភាគទាំងពីរនេះយើងអាចទាញបានហើយនេះគឺជាសមត្ថកម្មនេះគឺជាតម្លៃ p value អានេះតេស្តt របស់យើង yes អានេះគឺជាតម្លៃសមត្ថកម្មចេញមកហើយយើងឃើញថា p value វាតូចជាង 0.05 អញ្ចឹងបើវាតូចកាលណាតូចជាង 0.05 វាចូលក្នុងករណីទី1នេះគឺមានន័យថាយើងត្រូវ rigid សមត្ថកម្មទី1ចេញហើយយើងដូរដាក់សមត្ថកម្មទី2យើងទៅយើងមានភស្តុតាងអីថ្មីដើម្បីគ្រប់គ្រងrigid អានឹងចេញបាទនេះចឹងយើងអាចមើលទៅថាដំណើរស្នេហាពិតជាមានឥទ្ធិពលខុសគ្នាទៅលើបន្ទុករបស់សិស្សមែនបាទនេះយើងមើលទៅលើហ្នឹងឥឡូវយើងចូលទៅដល់ modeling statistical modeling បាទអញ្ចឹងក្នុងនេះគឺមួយគឺ linear regression បាទ linear regression អញ្ចឹង linear regression ហ្នឹងគឺយើងមាន import តាមបរិនីយើងមានខាងលើម្ដងហើយមិនបាច់ import ទៀតក៏បានដែរ library របស់ដែលយើងត្រូវធ្វើគឺ start model.api sm ហ្នឹងបាទអញ្ចឹងយើងនៅក្នុងនេះគឺយើងមាន4ណាដែលជាយើងហៅថា filter បាទឯលទ្ធផលនេះគឺ y របស់យើងគឺ G3 បាទ filter របស់យើងគឺមាន G1 G2 absent ហើយនិង study time បាទ4ហ្នឹង filter ដែលយើងយកមកធ្វើរកលទ្ធផល G3 នេះអញ្ចឹងនេះបានហើយលទ្ធផលចេញមកគឺមានប្រព័ន្ធនេះជាលទ្ធផលដែលយើង train model របស់យើងបាទ train model របស់យើងគឺយើងប្រើទៅតាម
OLS regression បាទនេះជា result បាទដែល result នេះយើងមើលមកវាមានបរិយាយមកច្រើននៅក្នុងនេះតែសំខាន់ដែលខ្ញុំចង់និយាយគឺមាន Airsphere នេះវាជាអ្វីដែលយើងត្រូវដឹងដែរបាទហើយនឹងនេះអត់ចាស់ Airsphere ហ្នឹងវិញបាទហើយនឹងF នេះអត់នេះទេនេះ probability នៃធ្វើ statistic ហ្នឹងបាទវាមានទូចមែនតើស្វ័យគុណ 4.70 ដល់ស្វ័យគុណ 437 ទូចដកណាដក447ចឹងទូច 0.00 ច្រើនដងទៀតជាមានប៉ុណ្្នឹងទេនេះអ្វីនេះជាអ្វីដែលយើងត្រូវដឹងត្រូវមើលខាងក្រោមនេះដែរអញ្ចឹងយើងមើលទៅយើងមើលជួរនេះគឺបើយើងគិតពីបើជាសម័យកាលបើយើងសរសេរចេញជាសម័យកាលនេះកុងស្តង់មានតម្លៃថេគឺដក 1.82 អញ្ចឹងទៅក៏83អញ្ចឹងទៅបាទហើយ G1 នេះតកតងជាមួយនឹងបំរែបំរួលជាមួយនឹង G1 ហ្នឹងមានន័យថា 0.16 គុណ G1 អញ្ចឹងទៅនេះបំរែបំរួលទៅលើមុខវាហ្នឹងបាទ G2 អញ្ចឹងទៅនេះ absent នេះ study time បាទប៉ុណ្ណឹងអានេះ standard deviation error បាទអានេះតេយើងបាទអានេះពេលធំជាងតម្លៃលេខខាត់នេះជាងយើងមើលមកអានេះពេលយើងគឺនេះដែលវាមានន័យថាពេលវាស្មើនឹង00នេះគឺវាជាល្អជាងគេដែលយើងយកមកធ្វើការវិភាគនេះបានអញ្ចឹង G2 នេះនៅតែជាសមត្ថកម្មដ៏សំខាន់បំផុតដែលវាជាអត្តពលទៅលើ G3 ហ្នឹងដោយផ្ទាល់មានន័យថាប្រសិនបើវាយើងមើលតម្លៃនេះក៏បានដែរវាធំជាងគេអត្តពលនៃមេគុណនៃ G2 ហ្នឹងស្ទើរតែ1មានន័យថាបើសិនជាយើងដូរG2 នឹងប្រែប្រួល1អញ្ចឹងG3 ហ្នឹងស្ទើរតែប្រែប្រួល1ដូចគ្នាមានទូនឹងដូចគ្នាបាទយើងមើលទៅលើហ្នឹងអញ្ចឹងមានប៉ុណ្ណឹងខាងក្រោមនេះដូចមានអីនេះទេដូចជាអស់ហើយអានេះគឺបង្ហាញចេញពីនេះដដែលទេបង្ហាញចេញពី regression ដដែលទេនេះជា regression ប៉ុន្តែជាឆាតបាទ regression model បាទវាមាន actual និង predict ដែលយើងឲ្យម៉ាស៊ីនជួយ predict របស់យើងមិញហ្នឹងនេះ predict គឺជួយឆនេះហើយនឹង actual នៅខាងក្រោមនេះនៃ final នៃ grade G3 ហ្នឹងបាទយើងឃើញថាយើងមើលតាមdot នេះគឺតន័យមួយនេះអញ្ចឹងវាគៀកមករកខ្សែ line ក្រហមរបស់យើងនេះអញ្ចឹងមានន័យថាវាអ្វីដែលយើង predict ចេញពី actual ជាក់ស្ដែងគឺវាប្រហែលគ្នាអញ្ចឹងវាត្រូវតាមC គ្នាបាក់គ្នាប៉ុន្តែដែលឡែកយើងមើលអត្តន័យនៅខាងនេះកន្លែង predict របស់យើងវារៀងឆ្ងាយចេញពីខ្សែបន្ទាត់យើងបន្តិចប៉ុន្តែយើងអាហ្នឹងយើងក៏អាចសន្និដ្ឋានវាបានខ្លះដែរតើតើជាមួយនឹងត្រង់ហ្នឹងមានន័យថាបើសិនជាបន្ទុកមានសិស្សខ្លះដែលគាត់អាហ្នឹងដូចយើងគិតទៅដូច outlier អញ្ចឹងសិស្សខ្លះគាត់បានប្រឡងឆមាសទី1ឆមាសទី2ប៉ុន្តែដល់ final គាត់ឈប់រៀនអត់បានទៅប្រឡង final អញ្ចឹងធ្វើឲ្យគម្លាតនៃpredict ហ្នឹងវា error កន្លែងនេះតិចដែរបាទអញ្ចឹងមានប៉ុណ្ណឹងអញ្ចឹងនេះជា summary ជាការសង្ខេបទៅលើអ្វីដែលយើងបានធ្វើអញ្ចឹងគោលបំណងធំដូចបញ្ជាក់ពីខាងដើមអញ្ចឹងគឺចង់ព្យាករទៅលើបន្ទុកហ្នឹងតើវាមានឥទ្ធិពលអីគេខ្លះបាទវាចង់វិភាគទៅលើកត្តាឥទ្ធិពល
អត់អីយ៉ាបតសង្គមនិងប្រធានគ្រួសារហើយនឹងប្រធានផ្សេងបាទអញ្ចឹងអានេះខ្ញុំលើកពីខាងដើមខ្ញុំបដាវិញទេអានេះ business problem ដែលយើងសិក្សាបាទអញ្ចឹងអានេះជារបាយការណ៍សង្ខេបដែលយើងសង្ខេបចេញពីអ្វីដែលយើងបានធ្វើខាងលើមិញហ្នឹងអញ្ចឹងវិធានបទរបស់យើងបាទអញ្ចឹងយើងវិភាគរកឬក៏ព្យាករទៅលើកត្តាអរិយាប័ត្រសង្គមហ្នឹងលទ្ធផលទៅលើលទ្ធផលសិក្សារបស់សិស្សហ្នឹងបាទហើយនេះជាទំហំតន័យដែលយើងយកមកធ្វើហ្នឹងគឺទំហំតន័យគំរូហ្នឹងសិស្សចំនួន395នាក់តាមដែលយើង read data មើលមក information របស់ data ហ្នឹងបាទនេះយើងទី1យើងមាន4ដែលយើងចង់ធ្វើហ្នឹងទី1គឺទំនាក់ទំនងស្នេហាបាទដែលក្នុងហ្នឹងយើងដាក់ព្រលឹមមានរោមតិចហ្នឹងអញ្ចឹងលទ្ធផលស្ថិតិគឺតាមរយៈការធ្វើតេស្តធីតេស្តយើងហ្នឹងទទួលបានតម្លៃពេនេះពេ value គឺឃើញថាតូចជាង 0.05 គឺមានតម្លៃ 0.0127 ចឹងទៅអញ្ចឹងមានន័យថាមជ្ឈមភាពបន្ទុករបស់សិស្សគឺដែលគ្មានស្នេហាហ្នឹងគឺឃើញ 10.84 រីឯសិស្សមានស្នេហាគឺមានតែ 9.58 ទេបាទអញ្ចឹងយើងសន្និដ្ឋានបានយ៉ាងណាអញ្ចឹងនេះគឺការសន្និដ្ឋានជាកត្តានេះមានអតិពលពិតប្រាកដបែបស្ថិតិសិស្សដែលប្រឡូកក្នុងទំនាក់ទំនងស្នេហាកំឡុងពេលសិក្សាហ្នឹងមានដែលនេះការទទួលបានបន្ទុកទាបជាងសិស្សទូទៅប្រហែល 1.26 ដែលយើងគិតធៀបគ្នាបន្ទុកនេះអាចបណ្ដាលមកពីការបែងចែកពេលវេលានិងការយកចិត្តទុកដាក់ផ្សេងៗក្នុងការរៀនសូត្រចឹងទៅបាទទី2គឺមើលទៅលើទីកន្លែងរស់នៅរបស់គាត់វិញ address របស់គាត់ពីអ្នកនៅទីក្រុងនិងនៅជនបទអញ្ចឹងលទ្ធផលគឺតាមក្រាបបុក plot ដែលយើងឃើញហ្នឹងគឺមានមេយ៉ានគឺបែងចែកបន្ទុករបស់សិស្សរស់នៅក្នុងទីក្រុងគឺមានកម្រិតខ្ពស់ជាងសិស្សរស់នៅតាមជនបទបន្តិចហើយក្នុងតារាងបើយើងមើលទៅលើតារាង correlation matrix ដែលយើងបង្ហាញហ្នឹងគឺកម្រិតវប្បធម៌គ្រួសារនិងបរិបទរស់នៅបង្ហាញពីនៅវិជ្ជមានខ្សោយជាមួយបន្ទុកផងដែរអញ្ចឹងណាបាទអញ្ចឹងនេះការសន្និដ្ឋានគឺមានន័យថាទីកន្លែងរស់នៅគឺមានអត្ថប្រយោជន៍ខ្លះៗទៅលើលទ្ធផលសិក្សាដែរដោយសិស្សនៅទីក្រុងជាធម្មតាគាត់មានឱកាសទទួលបានបន្ទុកខ្ពស់ជាងល្អជាងតិចតួចអញ្ចឹងទៅដោយមូលហេតុថាគាត់អាចងាយស្រួលក្នុងការរៀនទទួលបានទុនធានអប់រំនៅសាលាគៀកស្រួលរៀនឬអីចឹងទៅឬក៏បរិយាកាសជុំវិញអីចឹងទៅបាទអញ្ចឹងទី3គឺការប្រើប្រាស់អ៊ីនធឺណិតបាទជាយើងមើលតាមស្ថិតិគឺតាមការវិភាគចន្លោះភាគ CI វាយើងហ្នឹង confidence interval ហ្នឹងគឺមានជុំភាគសិស្សដែលមានអ៊ីនធឺណិតប្រើប្រាស់នៅផ្ទះហើយមានវិជ្ជាភាពខ្ពស់ជាងសិស្សដែលគ្មានអ៊ីនធឺណិតប្រើប្រាស់បន្តិចបើយើងនិយាយពីគម្លាតគឺ 0.5 ទៅ1បន្ទុកបាទទៅលើគម្លាតសិស្សដែលមានអ៊ីនធឺណិតនិងសិស្សដែលគ្មានអ៊ីនធឺណិតប្រើហើយយើងការសន្និដ្ឋានគឺការមានអ៊ីនធឺណិតគឺរួមចំណែកក្នុងកម្រិតវិជ្ជមានតិចតួចដែរទៅលើព្រោះអ៊ីនធឺណិតគឺជាឧបករណ៍ជំនួយដល់ការសិក្សាស្រាវជ្រាវមេរៀនប៉ុន្តែមិនមែនជាកត្តាចាំបាច់ដាច់ខាតដែលធ្វើឲ្យសិស្សពូកែទេព្រោះអាស្រ័យទៅលើការប្រើប្រាស់របស់សិស្សដែរបាទទី4គឺការសេពគ្រឿងស្រវឹងគឺវាមានdaily ហើយនិង weekly បាទអញ្ចឹងលទ្ធផលតាមស្ថិតិដែលយើងធ្វើគឺផ្អែកលើ graph heart map ក្នុងជំហានheart map ដាក់ទៅលើតម្លៃ correlation របស់យើងណាបាទអូខេអញ្ចឹងនេះគឺរវាងអ្នកដែលផឹកជាប្រចាំរៀងរាល់ថ្ងៃនិងចុងសប្តាហ៍
ធៀបនឹងបន្ទុកជា3គឺទាបខ្លាំងមែនតែនបើយើងគិតទៅចិត្ត0បាទអញ្ចឹងបើយើងតាមការសន្និដ្ឋានការសេពគ្រឿងសង្វឹងគឺមិនមានអត្តពលដាច់ខាតទេបាទទៅលើបន្ទុកទេប៉ុន្តែតំណែងហាញថាវាមានដំណាក់តំណងវិជ្ជមានខ្ពស់ជាមួយនឹងការដើរលេងខាងក្រៅគោអាវយើងឃើញថា correlation ហ្នឹងគឺមាន0.42បាទហើយការដើរលេងច្រើនទៅជាកត្តាដែលទាញបន្ទុកនោះឲ្យធ្លាក់ចុះបន្តិចបន្តួចដែរបើយើងមើលទៅតាម correlation ហ្នឹងបាទនេះជាការសន្និដ្ឋានរួមបាទអញ្ចឹងកត្តាខាងក្រៅនិងអេយ៉ាបតសង្គមស្នេហាទីកន្លែងរស់នៅអ៊ីនធឺណិតនិងការសេពគ្រឿងស្រវឹងផ្សេងៗហ្នឹងគឺគ្រាន់តែជាកត្តារួមផ្សំបើយើងគិតពីកត្តាដែលចម្បងគឺកត្តាដែលកំណត់ជោគជ័យបន្ទុកពិតប្រាកដនិងមានឥទ្ធិពលខ្លាំងបំផុតទៅលើបន្ទុកហ្នឹងគឺការកាត់កំប្រឹងប្រែងរៀនសូត្រផ្ទាល់និងគ្រឹះចំណេះដឹងពីឆមាសមុនគឺ academy យើងមើលទៅគឺ G1 និង G2 នឹងគឺជាលទ្ធផលបន្ទុកឆមាស1និងឆមាស2របស់សិស្សានុសិស្សហ្នឹងផ្ទាល់តែម្ដងអាហ្នឹងគឺជាកត្តាសំខាន់បាទហើយអានេះគឺជាការរួមផ្សំដើម្បីឲ្យបន្ទុកនៃឆមាសទី1និងទី2ហ្នឹងគឺគាត់បានល្អគឺតតកត្តាទាំងអស់នេះត្រូវកាត់បន្ថយមួយចំនួនបាទហើយមានប៉ុណ្ណឹងអរគុណច្រើន